ខ្ញុំចង់កាត់សក់មុតនេះអូខេបងកាត់បានបងបានបងបានមកកាត់មុតនឹងហ្វ្រីបងហ្វ្រីតែទៅវិញបងអូខេចាប់ដាក់បាទបងបាទខ្ញុំត្រៀមចិត្តហើយបងខ្ញុំត្រៀមចិត្តបងខ្ញុំសុំត្រៀមចិត្តមួយអូខេបងអញ្ចឹងខ្ញុំសុំទោសបងខ្ញុំលោលេងពីបងឯងដោយសារខ្ញុំជាប់សន្យាមួយហ៊ីនីតូខ្ញុំឲ្យគាត់កាត់សាក់ខ្ញុំដោយផ្ទាល់អញ្ចឹងចាំពេលគាត់មកដល់ខ្មែរវិញចាំខ្ញុំឲ្យគាត់កាត់អរគុណច្រើនខ្ញុំហ៊ាននិយាយគឺហ៊ានធ្វើគឺខ្ញុំនឹងឲ្យហ៊ីនីតូគាត់មកកាត់សាក់ខ្ញុំដោយផ្ទាល់អញ្ចឹងនេះណាគ្នានឹងស្រាប់អញ្ចឹងហ៊ីនីតូគាត់ឥឡូវគាត់នៅខ្មែរទេគាត់ជាប់ការងារនៅចិនណាខ្ញុំនឹងឲ្យគាត់មកកាត់សាក់ខ្ញុំដោយផ្ទាល់ឯងបើគាត់នេះចង់កោចង់ធូបចង់កាត់វែងខ្លីតាមតែគាត់អញ្ចឹងខ្ញុំគិតថាហ៊ីនីតូគាត់គឺជាមនុស្សមួយដែលល្អអញ្ចឹងខ្ញុំគិតថានឹងកាត់ស្ទាយសក់ខ្ញុំឲ្យស្អាតទេតែខ្ញុំស្អើយណាគ្នាហើយដល់ចឹងដាក់កន្លះលានបាត់ចាំឲ្យគេ2ថ្ងៃ3ឲ្យគេតែសួរខ្ញុំថាខ្ញុំសប្បាយចិត្តអត់ខ្ញុំសប្បាយចិត្តណាគ្នាខ្ញុំសប្បាយចិត្តខ្លាំងខ្ញុំសប្បាយចិត្តមែនទេណាឥឡូវខ្ញុំភ្នាល់មួយទៀតខ្ញុំភ្នាល់ដាក់ពីលើនឹងទៀតបើមិនជាខ្ញុំបាន 500k follower មុនហៀមកខ្មែរខ្ញុំនឹងឲ្យហៀលាបពណ៌សក់ខ្ញុំទៀតហើយពណ៌សាក់ហ្នឹងគឺខ្ញុំអត់ជឿទេខ្ញុំចង់ឲ្យវាលេបពណ៌អីក៏បានដែរពណ៌កាឈូកពណ៌សអំបិតងពណ៌ស្អីក៏បានដែរអត់ជ្រុលអីបើជ្រុលទៅជាអញ្ចឹងអីយើងយក 500k ចំណេញគេគឺចំណេញអី business យើងយកសាក់ធ្វើ business ណាគ្នាអូខេប៉ុន្តែបើហ៊ានមកដល់ខ្មែរអីពេកខ្ញុំអត់បាន 500k follower ទេ no ខ្ញុំឲ្យកាត់សាក់អីដូចខ្ញុំនិយាយខ្ញុំហ៊ាននិយាយហ៊ានធ្វើខ្ញុំឲ្យហ៊ានកាត់សាក់ប៉ុន្តែបើបាន 500k follower ខ្ញុំឲ្យហ៊ានលេបពណ៌ទៀត fair អញ្ចឹងខ្ញុំចង់ផ្ញើទៅហ៊ានថាមកខ្មែរលឿនៗមកខ្ញុំចង់ឲ្យហ៊ានកាត់សាក់ខ្ញុំញ៉ៃខ្លាំងទេខ្ញុំនិយាយប្រាប់អ្នកគ្នាមកអានេះសំដៅតែខ្ញុំភ័យមែនតើ